តោះមកមើលថាខ្ញុំទៅខេត្តកំពតហើយកែបវល់ងាយជាមួយមិត្តភក្តិខ្ញុំខ្ញុំទៅធ្វើអីគេខ្លះហើយខ្ញុំទៅណាខ្លះចឹងតោះតាមដានទាំងអស់គ្នាដំបូងឡើយខ្ញុំត្រូវទៅចូលទិញកាហ្វេនៅមុខសាលាណូតតនសិនដោយសារតែខ្ញុំអត់កាហ្វេអត់បានទេហើយពួកខ្ញុំក៏បានណាត់គ្នាម៉ោង6កន្លះជុំគ្នាចឹងណាតែខ្ញុំទៅដល់នោះម៉ោង7ជាងដោយសារពួកខ្ញុំចង់ជួលម៉ូតូនៅកំពតទៀតហ៎ជីប្រហែលជាបាន3ម៉ោងពួកខ្ញុំក៏មកដល់កែបដើម្បីចូលទៅផ្សារដើម្បីទៅទិញអីចឹងណាយកទៅញ៉ាំអីនៅកញ្ចោះហើយនេះគឺជាសាលាចាំប្តីអូយដូចមកភ័ក្រខ្ញុំចឹងគួយចាំប្រុសខ្ញុំអត់យល់ទេហើយខ្ញុំក៏មកដល់ផ្សារទៅហើយខ្ញុំក៏ឲ្យសរសេរចូលទិញម្ហូបទៅហើយប៉ុន្តែបាទនេះមិនគួយចាំគឺដេកចាំតែម្ដងដោយសារអីខ្ញុំហត់ពេកខ្ញុំឈឺចង្កេះពេកក៏ខ្ញុំក៏ដេកទៅឥឡូវខ្ញុំសុំគិតដល់អ្នកនរគ្នាបន្តិចបើសិនជាអ្នកនរគ្នាអត់ចង់ពិបាកឬក៏ឈឺចង្កេះដូចខ្ញុំចឹងទេអ្នកនរគ្នាអាចទៅ download app នេះបានដែលមានឈ្មោះថា Redbus ហើយ app ហ្នឹងអ្នកនរគ្នាអាចកក់សំបុត្រឡានពីភ្នំពេញទៅតាមខេត្តបានងាយស្រួលមែនតើហើយនៅក្នុង app ហ្នឹងឥឡូវនេះកំពុងតែមាន promotion ច្រើនមែនតើហ្មងអ្នកនរគ្នានៅពេលអ្នកនរគ្នា download app ហ្នឹងហើយអ្នកនរគ្នាបើក app ហ្នឹងទៅហើយអូនទៅខាងក្រោមចុចពាក្យថា refer now ពាក្យ refer now ហើយអ្នកនរគ្នា copy link ក៏បាន refer now ទៀតក៏បានដែរហើយយើង select ឲ្យមិត្តភក្តិយើងម្នាក់ទៅពេលអ្នកនរគ្នា send គាត់ហើយគាត់នឹងទទួលបាន notification ពេលគាត់ download ហើយអ្នកនឹងទទួលបាន5មាសហើយគាត់ក៏ទទួលបាន5មាសដែរហើយមួយទៀតមុននឹងអ្នកនរគ្នាទៅ pay លុយកុំភ្លេចប្រើ coupon ផងដែល coupon នោះមានឈ្មោះថាដាលេងយើងវាយ coupon ឈ្មោះដាលេងនៅក្នុង coupon code ហ្នឹងមកហើយយើងចុច apply យើងបាន discount $2ហើយយើងបាន cashback $6មកវិញនៅក្នុង Airbus ហ្នឹងហើយយើងអាចបានប្រើលើក្រោយទៀតឥឡូវចូល vlog យើងវិញនៅពេលដែលរងចាំសរសេរប្រហែលជាកន្លះម៉ោងយើងក៏មកដល់កញ្ចោះគួយញ៉ាំអីចឹងទៅណាហើយ view ស្អាតខ្លាំងហើយខ្ញុំអត់ដឹងទេថាសរសេរគាត់ទិញម្ហូបវាខ្លះគឺខ្ញុំអត់ដឹងទេដឹងថាមានតែរបស់ឆ្ងាញ់តែប៉ុណ្ណឹងដូចជាមានក្តាមអាំងមានថៃបបាយទៀតនោះខ្ញុំអត់យល់ទេហើយមានសុពវីថាថៃបបាយស៊ីកាត់តែពូថាស៊ីកើតឆ្ងាញ់ខ្ញុំក៏អូខេស៊ីចោះអញអត់ស៊ីទេអត់ស៊ីទេនៅពេលដែលខ្ញុំបានបរិភោគឆ្អែតឆ្អន់ហើយមិត្តភក្តិខ្ញុំក៏នាំគ្នាអង្គុយ selfie share អីចឹងខ្ញុំបាទគឺខ្ញុំអត់ដឹងអីទេគឺខ្ញុំដឹងតែមួយយ៉ាងគឺដឹងតែថាញ៉ាំអីហើយគឺដាក់ក្បាលដេកតែម្ដងបាទទៅដល់ណាគឺដេកដល់ហ្នឹងខ្ញុំអត់ខ្វល់គឺគិតតែដេកនេះដេកពេលអង្គុយបានសម្រាប់មួយផ្លែនេះពួកខ្ញុំក៏ទៅលេងឯឆ្នេរស្មៅពួកអ្នកទាំងអស់គ្នា fresh សាហាវមកបាទពេលទៅដល់ភ្លាមនោះគឺអត់មានខ្វល់ទេគឺគិតតែថាថតរូបជុំគ្នាសិនពេលថតរូបជុំគ្នាបាននាំនេះថតរូបម្នាក់រៀងខ្លួនអីចឹងណាហើយខ្ញុំនេះសុកទៅឈររំណានៃចេញទៅដូចចាក់អីណានេះពេលទៅលេងឆ្នេរអីហើយពួកខ្ញុំក៏មកលេងកាហ្វេកាហ្វេអំបិលនេះខ្ញុំអត់ដឹងទេខ្ញុំចេះតាមពួកវាទៅកាហ្វេប្លង់រូបនោះមានស្អាតច្រើនដែរតែប្លង់ហ្នឹងគឺអត់ត្រូវដង្វាយរបស់ខ្ញុំទេខ្ញុំក៏ឃើញគេថតចេះថតតាមគេទៅណែដល់ម៉ោងទៅផ្ទះវិញម៉ោង4ហ្នឹងខ្ញុំថាតាយេពួកយើងត្រូវទៅធ្វើការតរៀងខ្លួននៅស្អែកផឹកទៀតចឹងហើយ mission របស់ពួកខ្ញុំនេះបានរៀបចំតាំងពី1ខែ2ខែមុនតែទុំតែបានដើរលេងជុំគ្នាដល់ពេលចឹងទៅវាគឺជាអនុស្សាវរីយ៍មួយបានដើរលេងជុំគ្នាម្ដងអញ្ចឹងណាអ្នកទាំងអស់គ្នាវាសប្បាយហ្មងណាហើយ vlog របស់យើងមានតែប៉ុណ្្នឹងឯងចឹងកុំភ្លេច like និង share ផងណាអ្នកទាំងអស់គ្នាបាយបាយ